កម្មវិធី Adobe Photoshop បាទចុចស្ទួន2 ដងបាទថ្ងៃនេះគឺតកតទៅនឹង dot tool បាទ dot tool សម្រាប់បន្ថែមពន្លឺពណ៌ឲ្យកាន់តែសត្រង់តំបន់ដែលគូសកាត់បាទឥឡូវខ្ញុំនឹងចូលយករូបថតមួយមកបាទ open រូបនេះណា open មកអញ្ចឹងនេះគឺជារូបភាពរបស់យើងហើយយើងនឹងបន្ថែមពណ៌ឲ្យមានពណ៌សទៅលើផ្ទៃមុខរបស់យើងបាទឥឡូវយើងចូល dot tool បាទនៅទីនេះណា dot tool មកស្ដាំមកយើងឃើញពី dot tool បាទអញ្ចឹងយើងនឹងអូសកាត់លើផ្ទៃមុខបន្តិចមកយើងនឹងឃើញផ្ទៃមុខមានពណ៌សបាទនេះណាអូសចឹងមកគឺមានពណ៌សបាទនេះគឺ dot tool ហើយបើបងប្អូនចង់ថែមថយពន្លឺនៅទីនេះមាន shadow មាន mixin និង highlight បាទនៅទីនេះណា shadow បែបលក្ខណៈស្រមោលអញ្ចឹងណាហើយនេះគឺ mixin បាទមួយទៀតគឺ highlight បាទhighlight បន្ថែមបាទទៅនឹងពន្លឺពណ៌របស់យើងបាទ dot tool វាមាន3 tool បាទមានមួយទៀតគឺ burn tool បាទ burn tool គឺសម្រាប់បន្ថែមភាពងងឹតឬក៏ពណ៌ឲ្យកាន់តែខ្មៅទៅត្រង់កន្លែងដែលគូសកាត់បាទឧទាហរណ៍ថានេះទីនេះណាបើស្ដាំមកយក burn tool បាទអញ្ចឹងបើយើងចង់ឲ្យមានសភាពខ្មៅហ្នឹងគឺយើងអូសមកឃើញកន្លែងកកនេះគឺយើងធ្វើឲ្យរាងខ្មៅអញ្ចឹងទៅបាទហើយមួយទៀតគឺ spon tool សម្រាប់បដូរពណ៌បាទ set red នៅកន្លែងណាដែលយើងឲ្យពណ៌នោះទៅជាស្លេកណាបាទនេះបាទទីនេះណាបាទ spon tool បាទមើលទៅដូចជាស្លេកអញ្ចឹងទៅបាទដាក់មកគឺថាស្លេកបាទអរគុណសម្រាប់ការទស្សនាបាទ